ជំរាបសួរសួស្តីបងទាំងអស់គ្នាចាវីដេអូនេះដែរគឺនេះខ្ញុំចង់ប្រៀនបងពីរបៀបធ្វើការរំដួលបាត់ពីกระดาษហើយណាចាហើយសម្រាប់សម្ភារៈធ្វើគឺយើងត្រូវមានកระดาษចកាស្នូការរំដួលស្កុតអំបោះហើយនិងកត្រៃចាដំបូងគឺបងត្រូវកាត់กระดาษតូចដូចខ្ញុំអញ្ចឹងដោយសារខ្ញុំប្រើស្នូការរំដួលហ្នឹង 2.5 សង់ទីម៉ែត្រអញ្ចឹងសម្រាប់กระดาษគឺខ្ញុំកាត់ទៅតឹងវា 2.5 សង់ទីម៉ែត្រហើយនឹងបដោយ 9 សង់ទីម៉ែត្រឬក៏ 10 សង់ទីម៉ែត្រសម្រាប់សិលឹកទី1ហ្នឹងគឺបងអាចមើលតាមវីដេអូនៃការបាត់របស់ខ្ញុំបានណាបងចាគឺបងបាត់បែបហ្នឹងមកសិលឹកដើម្បីបានមកស្ទាប់សិនណាចាហើយចំណែកឯ3ស្ទាប់ទៀតគឺបងអាចមើលតាមដៃនៃការបាត់របស់ខ្ញុំបានបងចាបងបាត់បែបហ្នឹងឲ្យបាន3ស្ទាប់យើងយករៀងដូចជាឈ្នាងអញ្ចឹងណាបងចាអញ្ចឹងបងបន្តបាត់បែបហ្នឹងឲ្យគ្រប់3ស្ទាប់តាមកระดาษដែលយើងបានកាត់វារួចអញ្ចឹងណាពេលដែលបងបាត់បានហើយគឺបងដាក់វាម្ដុំទៅចាអញ្ចឹងយើងងាកមកពីរបៀបនៃការកាត់ស្លឹកវិញម្ដងណាចាសម្រាប់ការកាត់ស្លឹកគឺបងកាត់ដូចខ្ញុំនៅក្នុងវីដេអូនឹងដែរអញ្ចឹងណាអញ្ចឹងគឺយើងត្រូវកាត់ឲ្យបានតូចបែបហ្នឹងឲ្យបាន3ស្លឹកតូចចាអញ្ចឹងពេលដែលយើងកាត់បានហើយគឺបងបាត់វាជា2យើងកាត់វាឲ្យចេញជារាងស្លឹកដែលយើងចង់បានណាតាមទំហំដែលយើងចង់បានចាបន្ទាប់ពីយើងកាត់បែបហ្នឹងឲ្យបាន3ហើយគឺស្លឹកការរំដួលរបស់យើងហ្នឹងគឺវាបានរួចរាល់ហើយអញ្ចឹងចាដល់បន្ទាប់មកទៀតគឺនេះខ្ញុំនឹងបង្ហាញបងពីរបៀបនៃការយើងផ្គុំស្ទាប់មួយធ្វើជាការរំដួលចាអញ្ចឹងសម្រាប់ស្នូបការរំដួលហ្នឹងគឺខ្ញុំបានដោតជាមួយនឹងចង្កាក់ហើយខ្ញុំបាញ់ជាមួយនឹងកាភ្លើងកែវទៀនយើងដើម្បីឲ្យវាជាប់នឹងល្អណាចាអញ្ចឹងអាស្ទាប់មួយដែលយើងធ្វើខុសគេហ្នឹងគឺបងត្រូវយកវាមករុំពីលើស្នូហ្នឹងចាដើម្បីកុំឲ្យវាឃើញអាស្នូពណ៌សហ្នឹងណាអញ្ចឹងបងរុំវាហើយបងត្រូវយកអា3ស្ទាប់ទៀតដែលយើងធ្វើម៉ូតតែមួយហ្នឹងបងយកវាមកចងជាមួយនឹងអាបដូរផ្ការរំដួលហ្នឹងតាមជុំដែលយើងចង់បានរំដួលគឺយើងធ្វើ3ស្ទាប់ចាអញ្ចឹងបងចងវាទៅចងវាមកហ្នឹងឲ្យវាទៅតាមជ្រុងរបស់វាមួយចាចងទៅចងមកវានឹងបានជាផ្ការំដួលហើយបន្ទាប់មកទៀតបានយើងយកស្លឹកហ្នឹងមកដាក់តាមជ្រុងដែលយើងចង់បានចានៅពេលដែលបងធ្វើបែបហ្នឹងហើយគឺវានឹងចេញជារូបរាងរំដួលរបស់យើងមកអញ្ចឹងណាបងចាចុងក្រោយគឺរបៀបនៃការរុំស្កុតចាសម្រាប់ការរុំស្កុតដូចខ្ញុំជំរាបបងនៅវីដេអូមុនដែរណាចាអញ្ចឹងស្កុតយើងហ្នឹងជាប់ស្អិតរបស់វាគឺស្ថិតនៅក្នុងអាសរសៃស្កុតខាងក្នុងហ្នឹងអញ្ចឹងនៅពេលដែលបងរុំគឺបងទាញវាតិចមកនៅពេលដែលបងប្រើកម្លាំងដៃទាញតិចជាប់ស្អិតវាហ្នឹងនឹងជាប់នៅជាមួយនឹងអាកម្លាំងដៃដែលយើងទាញហ្នឹងណាបងរុំដល់ក្រោមហ្នឹងមកហើយគឺយើងនឹងបានដើមផ្ការរំដួលមកតងដល់ស្រស់ស្អាតបែបហ្នឹងណាចាសង្ឃឹមថាបងនឹងពេញចិត្តនៅវីដេអូដែលនឹងខ្ញុំបានធ្វើហ្នឹងណាចាអញ្ចឹងបើសិនជាបងមានចង្អល់អីបងអាច inbox សួរខ្ញុំបន្ថែមទៀតតាក់ទងជាមួយនឹងរបៀបនៃការធ្វើរំដួលរបស់យើងណាអរគុណច្រើនជម្រាបលា